កាហ្វេអាហ្នឹងគេហៅថា Mixology ខុសហ្នឹងចឹងណាបើថាយើងកន្លែង shaker របស់យើងដាក់ទៅកត់ទុកថាយើងដាក់កកចូលវាស្ដែងនេះអាចចូលហើយយើងអត់ក៏ខ្ញុំអត់បាក់ទទួលយើង shake ចូលសម្រាប់ដកអូខេមកចាប់ខ្លាំងចិត្តចឹងយើងមើលចឹងនេះយើងរៀន menu ទី3យើងឡង Blue Margarita តិចចឹងបែរថាយើងនឹងធ្វើ daiquiri ដោយសារបងធ្វើអានេះហើយចឹង daiquiri យើងប្រើតាក់ទងមួយ single spirit ណាយើងនិយាយ single spirit យើងប្រើតាក់ទងមួយ white rum ចឹងយើងចាប់ផ្ដើមធ្វើទាំងអស់គ្នាដោយសារមានសំខ្លះយើងមានដូចជា lime juice យើងមាន sugar syrup ដាក់ស្ករហ្នឹងណាចឹងយើងចាប់ផ្ដើមអនុវត្តក្នុងការធ្វើតម្រូវខ្ញុំធ្វើឲ្យបងចូលមកធ្វើតាមនេះណាបាទចឹងពេលខ្លះបាចឹងទៅយើងអាចជាមានតិចខ្លះអញ្ចឹងទៅទៅមួយកាហ្វេអាហ្នឹងគេហៅថា Mixology ខ្លះអញ្ចឹងណាបើថាយើងកន្លែង shaker របស់យើងជួយស្ដាំបន្លែរបស់ហ្នឹងតែការទៅវាយើងរៀនថែមចំណាយពេលដូចហាត់ប្រាណបងហាត់ប្រាណយើងគិតហាត់ប្រាណទៅវាស្រែវាអីបោះទៅវាអត់ស្បាយហ្នឹងហើយតែរបស់ក្នុងកន្ទប់តែម្នាក់ឯងនឹងលន់ក្លៅដល់មកយើងយកកែវនេះកែវឈីបើថាយើងដាក់កកឲ្យតិចណាដាក់កែវគឺឈីប្រហែលដាក់កែវតិចដាក់ឈីអញ្ចឹងបានថាឈីកែវហ្នឹងឲ្យតិចយ៉ាមកគឺយើងចាប់ដើមឲ្យទឹករបស់យើងស្មើចូលវាស្ដែងនេះឲ្យកែវតិចដើម្បីយើងដាក់សារឡឹកមកវាថែរក្សាគុណភាព flavor វា transparent ហ្នឹងណា transparent ចឹងចាប់ដើមប្រើគ្រឿងផ្សំរបស់យើងស្ដែងនេះយើងមានស្ករហើយយើងអត់ក៏ខ្ញុំអត់lime juice មកហើយអត់ដូចនេះទៅគឺយើង best លើ white rum បងកំជុកនេះហ្នឹងអញ្ចឹង brand នេះ brand orange គឺមាន brand ផ្សេងៗគ្នាចឹងគេថា single យើងចំណាំតិចយើង60 ml single 60 ml 45ឬខាង10រៀលតាម15 50 60នេះគឺព្រោះនៅទី3ចឹងជាមានគឺយើង strain កក់ផ្សេងអូខេចាប់តាមចាក់ពីសំចូលថែមអូមុននឹងខ្ញុំអត់បានចាក់ទឹកកកចេញដែរបាទពេលហ្នឹងវា test ផ្សេងវាបាក់ទទួលយើង shake it តាមបែបនេះគុំចូលសម្រាប់ដកអូខេហើយខ្សែលេខចំហពី remove ប្រកបជិះពីកែវបាត់ហើយវាអត់មានទឹកកកមកចាប់ខ្លាំងចិត្តវិញយើងមើលវា test ហើយបាយចង់ក្រោយយើងចង់ស្លាយមួយ fresh lime juice ក៏បានតែ fresh lime ស្លាយក៏បានឬក៏ dry ស្លាយខ្ញុំសុំកាលនេះជាមួយ dry ស្លាយម្ដង dry ស្លាយស្លាយគ្រីមនេះយើងមាន apple ច្រើនសុំមួយចឹងត្រូវការយើងពីសិនដើម្បីសម្រួលវាចឹងអានេះវា smell វាផ្សេងទៀត smell វាដាក់ដូចណាហើយទៀតវាដាក់ត្រង់ពីលើចឹងយើងហើយថែមមកទៀតហៅថា daiquiri ចឹងរួចរាល់យើងអាចឈៀបបានចិត្តបាត់ទៅបង